គ្រាន់តែតម្លៃអូតែនៅ Melbourne គេមកយប់2ទៅ$300បាទហើយចូលទម្រាំដើររយៈពេល7ថ្ងៃហើយទៅដល់2ទីក្រុងទៀតបងប្រកាសជាធ្លាប់ឮគេនិយាយថាបើសិនជាយើងដើរលេងម្នាក់ឯងអាចនឹងចំណេញលុយជាងដែលយើងដើរលេងជាមួយនឹងក្រុមហ៊ុនធួរតែជាក់ស្ដែងដូចទៅអូស្ត្រាលីនេះអញ្ចឹងបើសិនជាបងអញ្ជើញដើរលេងជាមួយនឹងក្រុមធួរគឺបងចាយត្រឹមតែ$3,000ស្ដើងឯងគេនឹងមានរៀបចំមួយចប់ជូនបងតែម្ដងដែលមានដូចជាការរៀបចំវីសាសម្បត្តិយន្តហោះទៅមកការហូបការស្នាក់នៅមធ្យោបាយធ្វើដំណើរសម្បត្តិចូលលេងនៅក្នុងកន្លែងកម្សាន្តក៏ដូចជាមគ្គុទ្ទេសក៍ដ៏ស្ទាត់ជំនាញឃើញតម្លៃតែប៉ុណ្ណឹងតិចបងទាំងអស់គ្នាគិតថាអូតែរៀបចំជូនបងនោះគឺនៅកន្លែងស្ងាត់អីអត់មានទេណាធានាជូនបងសម្រាប់អូតែគឺរៀបចំជាលំដាប់កែ4ស្តង់ដារអន្តរជាតិហ្មងហើយនៅចំទីប្រជុំជនតែម្ដងដែលបងងាយស្រួលនៅក្នុងការដើរលេងបែបជាយប់ឡើងទីរចំណុចដែលពិសេសគឺមិនត្រឹមតែតម្លៃសមរម្យទេបងទាំងអស់គ្នាតែយើងនឹងមានរៀបចំជាពិសេសជូនបងទទួលទានអាហារពេលល្ងាចនៅលើ cruise ដែលមើលទេសភាពទីក្រុង Sydney នាពេលរាត្រីតែម្ដងតែសម្រាប់កម្មវិធីដ៏ពិសេសនេះគឺយើងមានតែ20កន្លែងតែប៉ុណ្ណោះចេញដំណើរនៅក្នុងអំឡុងពេលបុណ្យអុំទូកនេះឯងចឹងបើសិនជាបងទាំងអស់គ្នាចាប់អារម្មណ៍អាចទំនាក់ទំនងមកសួរព័ត៌មានបន្ថែមជាមួយនឹងក្រុមការងារតាមរយៈ Facebook Page របស់ក្រុមហ៊ុនទេសចរ Vigo Travel បានណា